ជំរាបសួរលោកតាចាលោកតាមានឈ្មោះអីគេដែរតាឈ្មោះជូហានសពថ្ងៃតាមានអាយុប្រហែលឆ្នាំហើយតាអាយុ64ហើយកូនឬថាលោកតាមានជំងឺចាជំងឺនោះមានជំងឺអីគេដែរតាជំងឺលឹះឈាមសម្ពាធសាឈាមដែរខាងស្ដាំជើងខាងឆ្វេងដែរខាងឆ្វេងសម្ពាធសាឈាមខាងកកនេះចៅបាននាំយករដ្ឋាភិបាលដែលទទួលបានពីសពបរោះសុជនដែលគាត់មានជាចិត្តសពបរោះតាចាមុននឹងជូនតាខ្ញុំសូមអានឈ្មោះអ្នកម្ចាស់ទៀនសិនណាតាចាអបាសិកាកាន់ណាំអេងព្រមទាំងកូនចៅអបាសិកាហុកកឹមសួរព្រមទាំងកូនចៅលោកផនតារារិទ្ធនិងលោកស្រីលឹមស៊ូលេងព្រមទាំងកូនចៅលោកអុកហ៊ឿនសងឌីនិងអ្នកស្រីផនច័ន្ទសិទ្ធិកាព្រមទាំងកូនចៅកញ្ញាផនច័ន្ទមូរមីកញ្ញាផនសៅមីនីអបាសិកាចក់ថាវីព្រមទាំងកូនចៅមានទិដ្ឋាវិការជូនលោកតាចំនួន 100000 រៀលដែលសូមជូនលោកតាចាជាចុងក្រោយលោកតាមានពាក្យពេចន៍ខ្ញុំបាទសូមខេមនៅគុណដល់សពរស់ជនទាំងអស់ដែលមានឈ្មោះនៅក្នុងនេះដូច្នេះហើយខ្ញុំបាទសូមជូនពរសពរស់ជនទាំងអស់រកទទួលទានដល់ដាល់កើតការរៀបគុំតិចតិជុំរំចម្រើនក្នុងក្រុមគ្រួសារសូមឲ្យសពរស់ជនទាំងអស់ធ្វើដំណើរទៅណាមកណាជួបទៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃទាំង3ព្រះអង្គយ៉ាងវិញទៀតសូមឲ្យសពរស់ជនទាំងអស់ដែលមានចិត្តសពរស់នេះទៅណាមកណាក៏សូមឲ្យបានជួបតែសេចក្តីសុខសេចក្តីចម្រើនអាយុវែងជំរាបសួរពូចាពូមានឈ្មោះអីគេដែរពូបាទខ្ញុំសុកសុតចាចោះមីងដែលជាអ្នកជំងឺនោះគាត់មានឈ្មោះអីពូខឿងរ៉ូតចាថ្ងៃនេះចង់សួរពូពី3សំណួរចាអ្នកមីងគាត់មានជំងឺអីដែរពូតែពីមុនមិញតែទៅស្ពីកលីទៅពេទ្យគឺថាស្ពាតសៃឈាមពេលណាំដើរទៅទន់ដៃទន់ជើងទន់ដៃទន់ជើងចាគាត់ឈឺប៉ុន្មានឆ្នាំដែរពូ3ឆ្នាំសប្តាហ៍នេះពូអ្នកមើលថែអ្នកមីងផ្ទាល់ហើយបាទចាចោះមានកូននៅជាមួយអត់នៅតែ2អ្នកប្តីប្រពន្ធណាបាទចាហើយអ្នកមីងគាត់មានអាយុប៉ុន្មានឆ្នាំដែរពូអាយុ53 ចាហ្នឹងហើយថ្ងៃនេះខ្ញុំបាននាំយកនៅថវិកាក៏ដូចជាអង្គចាខ្ញុំសូមអានឈ្មោះអ្នកម្ចាស់ទៀនឧបាសិកាកាន់ណាំអេងព្រមទាំងកូនចៅឧបាសិកាហុកគឹមសួរព្រមទាំងកូនចៅលោកផនតារារិទ្ធនិងអ្នកស្រីលឹមស៊ូលេងព្រមទាំងកូនចៅលោកអុកហ៊ឿនសងឌីនិងអ្នកស្រីផនច័ន្ទសិទ្ធិកាព្រមទាំងកូនចៅកញ្ញាផនច័ន្ទបូរមីកញ្ញាផនសៅមីនីឧបាសិកាចក់ថាវីព្រមទាំងកូនចៅមានជាថវិកាជូនលោកពូចាចំនួន100000 រៀលសូមជូនលោកពូហើយនឹងអង្គ1បេបោះបដិជគុណមីឡែមជាចុងក្រោយលោកពូមានជាពាក្យពេចន៍ជូនពរអ្នកម្ចាស់ទៀនខ្ញុំអរគុណបាទសូមអរគុណដែលបានជួយជូនចាបាទអ្នកក្រីក្រអញ្ចេះណាចាបាទជាចុងក្រោយនាងខ្ញុំសូមគោរពថ្លែងអំណរអគុណដល់អ្នកម្ចាស់ទៀនក៏ដូចជាព្រះតេជគុណដែលមានជាចិត្តសប្បុរសធម៌ហើយតែងតែយកចិត្តទុកដាក់ជួយជាថវិកាក៏ដូចជាអង្គដល់គ្រួសារដែលមានជីវភាពខ្វះខាតដូចជាអ្នកមីងជាដើមហើយនាងខ្ញុំក៏សូមជូនពរដល់អ្នកម្ចាស់ទៀនជួបតែពុទ្ធពរទាំង4ប្រការសុខភាពល្អទាំងកម្លាំងកាយនិងកម្លាំងចិត្តហើយធ្វើការងារប្រកបដោយភាពជោគជ័យគ្រប់ភារកិច្ចចាសសូមអរគុណពរអាត្មាភាពបានមកដល់ភូមិថ្នោតផ្ទះលោកតាឌៀបទូចតើលោកតាមានជំងឺអីដែរតាជំងឺកណានោះជើងដើមដែលបានឆ្ងាយយីចឹងថ្ងៃនេះអាត្មាភាពបានពំនាំយន្តថវិការបស់ញោមញាតគាត់នៅសហរដ្ឋអាមេរិកដើម្បីមកជូនលោកតាហើយនៅក្នុងនោះមានឈ្មោះដូចខាងក្រោមឧបាសិកាកាន់ណាំអេងព្រមទាំងកូនចៅឧបាសិកាហកកឹមសួរព្រមទាំងកូនចៅលោកផនតារារិទ្ធនិងអ្នកស្រីលឹមស៊ូលេងព្រមទាំងកូនចៅលោកអ៊ុហ៊ឿនសងឌីនិងអ្នកស្រីផនច័ន្ទសិទ្ធិកាព្រមទាំងកូនចៅកញ្ញាផនច័ន្ទបូរមីកញ្ញាផនសៅមីនីឧបាសិកាចក់ថាវីព្រមទាំងកូនចៅនេះគឺជាឈ្មោះញាតិញោមដែលតែងតែដើរជាថវិកាជូនដល់លោកតាលោកយាយចាស់ជូរៀនៅក្នុងមុនរដូវចូលឆ្នាំខ្មែរបងនេះជាថវិកាចំនួន100000 រៀលបងតើលោកតាមានពាក្យពេចន៍អីដើម្បីនឹងជូនពរគាត់ណាដែលបានជូនថវិកាចំពោះរូបខ្ញុំនេះគឺសូមអុយបានសេចក្តីសុខសេចក្តីចម្រើនអាយុយឺនយូរវែងជារួយជាភាសាស៊ីនហៀកបងនៅភូមិស្រីចង្ហូតបង
ហើយអញ្ចឹងអាត្មាបានពំនាំយន្តថវិការបស់ញោមពុទ្ធបរិស័ទនៅខាងសហរដ្ឋអាមេរិកនៅខាងឈ្មោះខាងក្រមហ្នឹងមានដូចឧបាសិកាកាន់ណាំអេងព្រមទាំងកូនចៅឧបាសិកាហកកឹមសួរព្រមទាំងកូនចៅលោកផនតារារិទ្ធនិងអ្នកស្រីលឹមស៊ូលេងព្រមទាំងកូនចៅលោកអ៊ូសឿងសងឌីនិងអ្នកស្រីផុនច័ន្ទសិទ្ធិកាព្រមទាំងកូនចៅកញ្ញាផុនច័ន្ទបរមីកញ្ញាផុនសៅមិនីឧបាសិកាចောက်ថាវីព្រមទាំងកូនចៅនេះគឺជាថវិកាស្មារភាពនឹងជូនញោមតើញោមមានពាក្យពេចន៍អីដើម្បីនឹងជូនពរដល់ម្ចាស់ទៀនទេញោមលោកម្ចាស់បានយកថវិកាដែលជំនួយពីសហរដ្ឋអាមេរិកដោយឈ្មោះបានអានខាងលើរួចហើយខ្ញុំសូមជូនពុទ្ធពរដល់មានឲ្យបានសេចក្តីសុខសេចក្តីចម្រើនរកស៊ីមានបានតិចតិជុំដែលនៅសហរដ្ឋអាមេរិកនោះក៏បានសេចក្តីសុខសេចក្តីចម្រើនណាគឺជារតាដាប់វិចដែលជាអ្នកថែរក្សាសម្អាតទីប្រឆាហើយនឹងជាលោកតាសមាទានសើនៅក្នុងបរិបទយើងហើយគាត់រស់នៅភូមិស្រីចង្ហូតបងចឹងថ្ងៃនេះស្មារភាពបានពំនាំយន្តថវិកាអំពីញាតិញោមគាត់រស់នៅសហរដ្ឋអាមេរិកដើម្បីនឹងជូនលោកតាចឹងនៅក្នុងនោះមានញោមឈ្មោះដូចខាងក្រមឧបាសិកាកាន់ណាំអេងព្រមទាំងកូនចៅឧបាសិកាហកកឹមសួរព្រមទាំងកូនចៅលោកផនតារារិទ្ធនិងអ្នកស្រីលឹមស៊ូលេងព្រមទាំងកូនចៅលោកអ៊ុហ៊ឿនសងឌីនិងអ្នកស្រីផនច័ន្ទសិទ្ធិកាព្រមទាំងកូនកញ្ញាផនច័ន្ទបរមីកញ្ញាផនសៅមិនីឧបាសិកាចောက်ថាវីព្រមទាំងកូនចៅបងនេះគឺជាថវិកាចំនួន 100000 រៀលតាហើយតាមានពាក្យពេចន៍អីដើម្បីនឹងជូនពរគាត់ទេតាឲ្យបានអ្នកផលកសលផលបុណ្យជូនដល់អ្នកទាំងអស់នេះបានអាយុវណ្ណៈសុខៈពលៈបរិខណៈរស់ស៊ីកណើកើតមានកណើកើតបានអាយុវែងអាភិបបានមកក្នុងទីប្រឆាបងតាមានឈ្មោះអីតាឈ្មោះយួនកកមានអាយុប្រហែលតាអាយុ68ឆ្នាំបងហើយលោកតាយួនកកគាត់ជាអ្នកថែរក្សាអ្នកបោះទីប្រឆាហើយនឹងព្រមជាឧបាសកអ្នកសមាទានសើនៅក្នុងបទរនយើងចឹងថ្ងៃនេះអាត្មាភាពបានយកនៅបច្ច័យដើម្បីយកជូនតាចឹងនៅក្នុងនោះមានឈ្មោះញោមញាតដោយខាងក្រមឧបាសិកាកាន់ណាំអេងព្រមទាំងកូនចៅឧបាសិកាហកកឹមសួរព្រមទាំងកូនចៅលោកផុនតារារិទ្ធនិងអ្នកស្រីលឹមស៊ូលេងព្រមទាំងកូនចៅលោកអ៊ុនហ៊ឿនសងឌីនិងអ្នកស្រីផុនច័ន្ទសិទ្ធិកាព្រមទាំងកូនកញ្ញាផុនច័ន្ទបរមីកញ្ញាផុនសៅមិនីឧបាសិកាចောက်ថាវីព្រមទាំងកូនចៅនេះគឺជាថវិកាចំនួន 100000 រៀលសម្រាប់ជូនតាហើយតើលោកតាមានពាក្យពេចន៍អីដើម្បីនឹងជូនពរដល់ម្ចាស់ទៀនទេខ្ញុំសូមអរគុណអ្នកម្ចាស់ទៀនបានជូនប្រាក់តានេះបានក្តីសុខក្តីចម្រើនថាសមត្ថណាទាំងឡាយឲ្យបានជួបតែប្រធើប្រសងឲ្យបានគង់វង្សឲ្យបានអាយុវែងទាំងអស់គ្នាបងអាត្មាភាពឥឡូវនេះកំពុងតែនៅទីបច្ឆាបងហើយអាត្មាភាពបានមកចូលរួមក្នុងពិធីបុណ្យរបស់ញោមអេបកាត់ដែលជាស្វាមីរបស់ញោមខាងនេះអញ្ចឹងអាត្មាភាពបានពំនាំយន្តថវិកាចំនួន 100000 រៀលដើម្បីចូលរួមបុណ្យហើយនៅក្នុងនោះមានឈ្មោះអ្នកចូលរួមបុណ្យឧបាសិកាកាន់ណាំអេងព្រមទាំងកូនចៅឧបាសិកាហកកឹមសួរព្រមទាំងកូនចៅលោកផុនតារារិទ្ធនិងអ្នកស្រីលឹមស៊ូលេងព្រមទាំងកូនចៅលោកអ៊ុហ៊ឿនសងឌីនិងអ្នកស្រីផុនច័ន្ទសិទ្ធិកាព្រមទាំងកូនចៅកញ្ញាផុនច័ន្ទបរមីកញ្ញាផុនសៅមិនីឧបាសិកាចောက်ថាវីព្រមទាំងកូនចៅជាមួយគ្នានេះផងដែរសូមឧទ្ទិសកុសលជូនដល់លោកអ្នកមានគុណរបស់គាត់លោកប៉ាលឹមខេងហៅជីវពោអៀងលោកប៉ាផុនតាន់ភិនលោកតាហកគុលោកយាយលូសៃជូលោកតាជីវស្រនគឹមលោកយាយអៀងសាងមួយលោកតាលីស្រនលោកយាយងិននាងលោកពូឈុនលោកពូចិនងីខួនបងនេះគឺជាថវិកាចំនួន 100000 រៀលហើយសូមញោមទទួលហើយញោមមានពាក្យពេចន៍អីដើម្បីជូនពរទៅម្ចាស់ទៀនគេញោមជួយតាក់ពោបន្តខ្ញុំជូនពរក៏ជូនពរអត់ដែលបានស្លាប់ជាចុងក្រោយនេះអាត្មាភាពសូមថ្លែងអំណរអគុណចំពោះម្ចាស់ទៀនដែលតែងតែជួយជាអំណោយនិងជាសម្ភារៈដល់អ្នកដែលស្លាប់ហើយនឹងកុមារក្មេងកំព្រានៅក្នុងប្រទេសកម្ពុជាយើងអាត្មាសូមកេនពរឲ្យញោមទាំងអស់គ្នាជួបតែពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងឃ្លាឡើយ